ថ្ងៃនេះខ្ញុំនៅបង្ហាញពីការកែមុខឲ្យម៉ត់ភ្លឺសរលោងនៅក្នុងកម្មវិធីវិញដែលកម្មវិធីនេះគឺអនុញ្ញាតឲ្យយើងធ្វើដោយមិនគិតលុយទេមិនដូចកម្មវិធីមួយចំនួនបើសិនជាយើងចង់ធ្វើមុខឲ្យស្អាតហ្នឹងតើតែយើងប្រើលុយឬក៏ទិញហើយកម្មវិធីខ្លះទៀតគឺអត់មានមុខងារហ្នឹងទេបាទចឹងដូចបងប្អូនបានឃើញនៅក្នុងវីដេអូដែលខ្ញុំកំពុងតែនិយាយនេះគឺមានវីដេអូមួយដែលមិនទាន់កែនិងវីដេអូមួយទៀតបានកែរួចហើយគឺវាមានលក្ខណៈខុសគ្នាបែបហ្នឹងចឹងចង់ដឹងថាតើក្នុងកម្មវិធីវិញយើងកែយ៉ាងម៉េចបងប្អូនអាចទៅតាមដានទស្សនាជាមួយខ្ញុំដូចតទៅបានជាដំបូងនោះបងប្អូនបើចូលទៅកាន់កម្មវិធីវិញរបស់យើងមកបន្ទាប់មកបងប្អូនជ្រើសរើសបើយកពាក្យថា new បាទតមកទៀតបងប្អូនអាចទៅជ្រើសរើសបើវីដេអូមួយមកបាទឧទាហរណ៍ថាឥឡូវខ្ញុំយកវីដេអូរបស់ខ្ញុំមួយនេះអញ្ចឹងបងប្អូនរងចាំកន្លែងហ្នឹងតិចទៅបាទវាធ្លាក់មកខាងក្រោមហើយបងប្អូនចុចពាក្យថា start បាទឥឡូវវីដេអូរបស់យើងនេះបានមកដល់ហើយបងប្អូនណាអញ្ចឹងក្នុងការកែនេះគឺបងប្អូនត្រូវមើលមកផ្នែកខាងក្រោមបងប្អូនប្រយ័ត្នរកកន្លែងកែអត់ឃើញខាងក្រោមនេះមាន2គេដាក់ថា retouch និង edit អញ្ចឹងបើសិនជាបងប្អូនឈរលើកន្លែង edit ហ្នឹងគឺបងប្អូនកន្លែងហ្នឹងសម្រាប់តែកាត់បាទកាត់តអីផ្សេងដំឡើងពលឺឬក៏យើងអាចបន្ថែមបន្ថយ clip បាទវាមិនមែនជាកន្លែងសម្រាប់ធ្វើការកែមុខឲ្យស្អាតទេអញ្ចឹងកន្លែងដែលកែមុខឲ្យស្អាតគឺនៅកន្លែងនេះបងប្អូននេះកន្លែង retouch ហ្នឹងបងប្អូនចុចវាមកបាទចុចលើវាបងប្អូននឹងឃើញមាន tool ជាច្រើនហើយ tool ទាំងអស់នេះភាគច្រើនគឺ free ប៉ុន្តែខ្ញុំអត់ប្រើទាំងអស់ទេបាទសម្រាប់បងប្អូនយើងអាចតេស្តសាកល្បងដោយខ្លួនឯងបងប្អូនឆ្លាញ់បន្ថែមបែបណាបងប្អូនតេស្តទៅខ្ញុំកែ3 4ចំណុចឧទាហរណ៍ថាឥឡូវខ្ញុំអូសមកកែចំណុចទី1ដែលខ្ញុំត្រូវកែរាល់ដងណាទី1ខ្ញុំយកកន្លែង tool នេះបងប្អូនឃើញទេចុចលើនឹងមកអញ្ចឹងកន្លែងនេះគឺជាកន្លែងសម្រាប់ធ្វើការកែមុខយើងឲ្យបាទភ្លឺបាទឥឡូវមុខយើងរៀងល្ងិតអញ្ចឹងដើម្បីឲ្យវាភ្លឺបងប្អូនបាទទាញអាកន្លែងនេះទាញវាឲ្យមកលេខកាន់តែធំវាកាន់តែភ្លឺឃើញទេបងប្អូនបាទឥឡូវទីហោថាខ្ញុំយកប៉ុណ្្នឹងចុះធ្វើឲ្យមុខរបស់យើងភ្លឺសបាទឲ្យយើងសហើយខ្ញុំចុចបាទ text នេះបន្តមកទៀតអ្វីដែលខ្ញុំត្រូវធ្វើនោះគឺខ្ញុំធ្វើឲ្យមុខរបស់យើងហ្នឹងបាត់មុនបាទអញ្ចឹងដើម្បីធ្វើឲ្យមុខបាត់មុនបាត់ស្នាមបងប្អូនត្រូវរកកន្លែងមួយទៀតនេះគេដាក់ថា X បាទបងប្អូនចុចកន្លែងហ្នឹងមកហើយបងប្អូនទាញទៅតាមអ្វីដែលបងប្អូនចង់បានមកបាទបងប្អូនទាញកាន់តែខ្លាំងមុខរបស់យើងដែលមានស្នាមមានមុនហ្នឹងវាបាត់កាន់តែខ្លាំងបើនៅលើ iPhone វិញគឺឃើញច្បាស់តែម្ដងបងប្អូនណាបាទអញ្ចឹង Android វាអត់ដូច iPhone ទេអញ្ចឹងខ្ញុំទាញយកប៉ុណ្្នឹងចុះថាយក 90% ចុះបាទអាហ្នឹងអាស្រ័យទៅលើបងប្អូនទេបងប្អូនចង់បានធំជាងនេះបងប្អូនទាញឲ្យអស់មកបាទហើយបងប្អូនមើលទៅលើមុខរបស់យើងជាក់ស្ដែងផងបាទហើយបងប្អូនឆ្លាញ់ពេញចិត្តហើយបើចុច take កន្លែងនេះមកបាទបន្តមកទៀតបាទបងប្អូនចូលមករកពាក្យនេះបងប្អូនយកកន្លែងពាក្យថា smooth ដើម្បីធ្វើឲ្យមុខរបស់យើងម៉ត់បាទអញ្ចឹងបងប្អូនយក smooth ហ្នឹងមកជាទូទៅវាដាក់ឲ្យយើងប៉ុណ្ណឹងក៏ប៉ុន្តែបើសិនជាបងប្អូនយើងចង់ឲ្យមុខម៉ត់កាន់តែខ្លាំងបងប្អូនអូសវាឲ្យកាន់តែធំមកប៉ុន្តែកន្លែងហ្នឹងក៏កុំឲ្យធំពេកដោយសារតែនៅពេលដែលយើងអូសវាលេខធំពេកទៅមុខរបស់យើងវាម៉ត់ពេកធ្វើឲ្យបាត់តម្រង់ក្តោងច្រមុះឬក៏កន្លែងតម្រង់ភ្នែកអីជាដើមបាទអញ្ចឹងបងប្អូនបានយកកន្លែងហ្នឹងឧទាហរណ៍ថាឥឡូវយក 30% ចុះបងប្អូនណាបាទអាស្រ័យទៅលើការមើលជាក់ស្ដែងរបស់បងប្អូនទេបន្ទាប់មកបងប្អូនចុច tick កន្លែងនេះមកបាទតមកទៀតបងប្អូនដែលស្រឡាញ់ពេញចិត្តចង់បាទបានសក់ពណ៌អញ្ចឹងបងប្អូនអូសមករកកន្លែងពាក្យថា hair នេះបងប្អូនឃើញទេចុចលើ hair ហ្នឹងមកហើយបងប្អូនកន្លែងហ្នឹងគឺមានសក់ពណ៌ជាច្រើនបងប្អូនស្រឡាញ់បែបណាបងប្អូន select លើពណ៌ហ្នឹងទៅសម្រាប់បងប្អូនយើងដែលទើបចូលថ្មីនៅពេលដែលបងប្អូន select បែបនេះបាទវានឹងload បាទការ download ជាភាគរយនៅផ្នែកខាងលើនេះអត់ដូចខ្ញុំទេអញ្ចឹងបងប្អូនចាំវារហូតដល់ 100% ទៅបងប្អូនអាចប្រើបាននៅលើសក់ទាំងអស់ហ្នឹងបាទប៉ុន្តែនៅពេលដែលមានពាក្យ VIP បាទ VIP នៅកន្លែងសក់ហ្នឹងបងប្អូនកុំយកដោយសារតែវាតម្រូវយើងទិញទេយើងរើសតែពណ៌សក់ណាដែលអត់មានពាក្យ VIP ជាប់នឹងមកបងប្អូនណាហើយពណ៌ចង់ដិតខ្លាំងឬក៏ស្រាលបងប្អូនទាញកន្លែងនេះអូខេទាញកន្លែងហ្នឹងមកហើយបងប្អូនមើលទៅលើសក់របស់យើងឃើញទេបាទគឺវាបែបហ្នឹងបងប្អូនអាច play បានឃើញទេចឹងអ្នកស្រឡាញ់ពណ៌សក់បែបណាយកបែបហ្នឹងទៅទីហោះថាខ្ញុំយកប៉ុណ្្នឹងចុះហើយខ្ញុំចុច take ឥឡូវបន្ថែមមួយទៀតសម្រាប់ខាងនារីគឺគាត់ចូលចិត្តលេងបែប make up អញ្ចឹងបងប្អូនអាចយកកន្លែង make up នេះមកបាទហើយក្នុងហ្នឹងវាមានច្រើនណាបងប្អូនណាមានច្រើនណា
វាមានការកែបបោមាត់របបភ្នែកឬក៏កន្លែងផ្សេងទៀតបងប្អូនអាចសាកទៅឥឡូវខ្ញុំយកបន្ថែមក្រែមតិចចុះខ្ញុំចុចអាទី1នេះបាទអញ្ចឹងមាត់របស់យើងបងប្អូនមើលវារៀងខំហើយបាទអញ្ចឹងខ្ញុំអត់ចង់ឲ្យក្រហមពេកទេខ្ញុំអាចថយកន្លែងនេះយកត្រឹម5% អីបានដែរបាទហើយខ្ញុំចុច Take បាទតែប៉ុណ្្នឹងមកគឺវីដេអូរបស់យើងអាចយកទៅប្រើការបានហើយឃើញទេបាទហើយខ្ញុំឲ្យបងប្អូនប្រៀបធៀបនេះបងប្អូនមើលបាទនេះគឺវីដេអូដើមហើយនេះគឺវីដេអូដែលយើងធ្វើការកែហើយបាទអញ្ចឹងនៅពេលដែលបងប្អូនធ្វើរួចហើយបាទតាក់ទងទៅនឹងចំណុច save កន្លងមកដូចអត់បានបង្ហាញបងប្អូនអញ្ចឹងបង្ហាញនៅក្នុងវីដេអូនេះហើយតែម្ដងទៅបងប្អូនមើលមកផ្នែកខាងលើបងប្អូនចុចកន្លែង tray 3នេះពីមុខ save ហ្នឹងដើម្បីទៅកំណត់បាទ setting របស់វាបងប្អូនចុច tray 3ហ្នឹងមកហើយបងប្អូនកំណត់មកបងប្អូនចង់បានទំហំវាប៉ុណ្ណាជាទូទៅខ្ញុំគិតថាបងប្អូនយកត្រឹម 1080k នេះ 1080p នេះមកបងប្អូនណាយើងមិនបាច់ចាំដល់ 2k នេះទេពីព្រោះថាទូរស័ព្ទរបស់យើងពេលខ្លះគឺអូសអត់រួចទេអញ្ចឹងយកត្រឹម 1080p បានហើយចំពោះ frame rate នេះគឺយកតែត្រឹម25ទៅបានហើយបងប្អូនណាអានឹងយើងយកជាទូទៅតែម្ដងពេលដែលបងប្អូនបានប៉ុណ្្នឹងហើយបងប្អូនចុច save មកគឺជាការស្រេចទេបងប្អូនណាបាទយើងចុច save មកអញ្ចឹងរងចាំដល់ 100% ទៅគឺវានឹងចូលទៅកន្លែងផ្ទុករូបថតរបស់យើងហើយបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនយើងប៉ុណ្្នឹងចុះហើយបងប្អូនអាចតេស្តសាកល្បងដោយខ្លួនឯងបើសិនបើមានចម្ងល់ផ្សេងអាចខមមិនខាងក្រោមមកខ្ញុំនឹងឆ្លើយជូនបន្ថែមទៀតអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយ